សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅអតីតកាលប្រហែលជាង800ឆ្នាំមុនដើម្បីស្គាល់អំពីព្រះមហាក្សត្រខ្មែរមួយអង្គដែលត្រូវបានគេហៅថាព្រះមហាក្សត្រដ៏មេត្តាករុណានិងជាព្រះមហាក្សត្រដែលសាងសង់ប្រាសាទច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរព្រះអង្គនោះគឺព្រះបាទជ័យវរ្ម័នទី7ប្រវត្តិដើមនិងព្រះជន្មព្រះបាទជ័យវរ្ម័នទី7ប្រសូតប្រហែលឆ្នាំ1120គ្រិស្តសករាជព្រះអង្គជាព្រះរាជបុត្ររបស់ព្រះបាទធរណីនរាវរ្ម័នទី2នៅវ័យក្មេងព្រះអង្គបានទទួលការអប់រំខ្ពស់ទាំងផ្នែកអក្សរសាស្ត្រសាសនានិងយុទ្ធសាស្ត្រព្រះអង្គជាព្រះមហាក្សត្រដែលមានការយល់ដឹងជ្រាលជ្រៅជាពិសេសលើព្រះពុទ្ធសាសនាមហាយានសង្គ្រាមនិងការឡើងសោយរាជ្យមុនព្រះបាទជ័យវរ្ម័នទី7ឡើងសោយរាជ្យអាណាចក្រខ្មែរត្រូវបានជនជាតិចាមឈ្លានពាននិងបំផ្លាញអង្គរប្រទេសស្ថិតក្នុងស្ថានភាពវឹកវរប្រជាជនរងទុក្ខវេទនាព្រះបាទជ័យវរ្ម័នទី7បានដឹកនាំកងទ័ពខ្មែរប្រយុទ្ធតស៊ូយ៉ាងក្លាហានរហូតអាចបណ្ដេញជនជាតិចាមចេញពីអង្គរឆ្នាំ1181គ្រិស្តសករាជព្រះអង្គបានឡើងសោយរាជ្យក្លាយជាព្រះមហាក្សត្រដ៏អស្ចារ្យមួយអង្គក្នុងប្រវត្តិសាស្ត្រខ្មែរទស្សនវិជ្ជានិងព្រះពុទ្ធសាសនាព្រះបាទជ័យវរ្ម័នទី7ជាព្រះមហាក្សត្រដំបូងដែលយកព្រះពុទ្ធសាសនាមហាយានធ្វើជាសាសនារដ្ឋព្រះអង្គជឿថាការរងទុក្ខរបស់ប្រជាជនគឺជាការឈឺចាប់របស់ព្រះអង្គនេះបង្ហាញថាព្រះអង្គមិនត្រឹមតែជាស្ដេចអ្នកចម្បាំងប៉ុន្តែជាស្ដេចដែលមានចិត្តមេត្តាករុណាយកប្រជាជនជាមូលដ្ឋានសំណង់ដ៏អស្ចារ្យក្នុងរយៈពេលប្រហែល40ឆ្នាំនៃការសោយរាជ្យព្រះបាទជ័យវរ្ម័នទី7បានសាងសង់សំណង់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរបាហៅប្រាសាទបាយ័នមានមុខព្រះជាង200មុខតំណាងឲ្យព្រះពោធិសត្វអវលោកិតេស្វរសញ្ញានៃមេត្តាករុណាប្រាសាទតាព្រំសាងសង់ឧទ្ទិសជូនព្រះមេត្តាទុកឲ្យធម្មជាតិគ្របដណ្ដប់ដោយដែលយើងឃើញសប្តាហ៍ថ្ងៃប្រាសាទព្រះខ័នឧទ្ទិសជូនព្រះបិតាជាមជ្ឈមណ្ឌលសាសនានិងការអប់រំអង្គរធំជាទីក្រុងធំមានជញ្ជាំងនិងទ្វារធំបង្ហាញអំពីអំណាចនៃអាណាចក្រខ្មែរសង្គមនិងសុខុមាលភាពព្រះបាទជ័យវរ្ម័នទី7បានបង្កើតមន្ទីរពេទ្យ102កន្លែងទូទាំងអាណាចក្រខ្មែរបានសាងសង់ផ្លូវស្ពាននិងផ្ទះសំណាក់សម្រាប់អ្នកធ្វើដំណើរនិងប្រជាជនទូទៅនេះបង្ហាញថាព្រះអង្គគិតពីជីវភាពប្រជាជនមិនមែនតែអំណាចនយោបាយនោះទេចុងរាជនិងមរតកព្រះបាទជ័យវរ្ម័នទី7សោយទីវង្គតប្រហែលឆ្នាំ1218គ្រិស្តសករាជបន្ទាប់ពីព្រះអង្គអាណាចក្រខ្មែរចាប់ផ្ដើមអន់ថយប៉ុន្តែមរតករបស់ព្រះអង្គនៅតែរស់នៅដល់សព្វថ្ងៃប្រាសាទអង្គរបានក្លាយជាសម្បត្តិបេតិកភេរពិភពលោកនិងជាអត្តសញ្ញាណជាតិខ្មែរព្រះបាទជ័យវរ្ម័នទី7មិនមែនជាស្ដេចដែលមានតែអំណាចនោះទេប៉ុន្តែជាស្ដេចដែលមានបេះដូងព្រះអង្គបង្ហាញឲ្យយើងឃើញថាអំណាចពិតគឺអំណាចដែលបម្រើប្រជាជនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like, subscribe និង share ដើម្បីគាំទ្រ Channel